ចឹងអាវនេះចង់ឲ្យអ្នកពាក់គាត់មានអារម្មណ៍ថានៅពេលដែលគាត់លើកអាវនេះមកពាក់មានក្មេងកម្រាជាច្រើនគាត់បានចូលរួមជួយអញ្ចឹងណាអញ្ចឹងវាមានគុណតម្លៃរបស់វាតែគាត់បានចូលរួមជួយតាមកិច្ចការទិញអាវនេះចឹងឲ្យគាត់មានមោទនភាពទៅលើខ្លួនគាត់ដែរសោកអាវនេះពេលណាពាក់អាវនេះពេលណាមានអារម្មណ៍ថាអូខ្ញុំបានចូលរួមជួយជីវិតរបស់កម្រាដែរមិនមែនមានតែខ្ញុំមួយទេបាទមានបងប្អូនទាំងអស់គ្នាបាទបានចូលរួមជួយបាទនេះហើយជាគុណតម្លៃនៃអាវមួយនេះបាទអរគុណបងបាទសំឡេងនិងវីដេអូផ្ដិតចេញពីផ្សារទំនើប K-Mall ផ្លូវវែងស្រេងដែលបងប្អូនទើបតែស្ដាប់និងកំពុងតែទស្សនានេះគឺជាកម្មវិធីលក់អាវរបស់លោកគ្រូផល្លាប៉ានៃមណ្ឌល Mature អាវមួយជួយអាហារកុមារ Mature មួយឆ្នាំដែលកម្មវិធីលក់អាវនេះគឺបានប្រព្រឹត្តទៅនៅផ្សារទំនើប K-Mall នាថ្ងៃទី12ខែមិថុនាឆ្នាំ2026ដែលជាថ្ងៃដំបូងនៃការចាប់ផ្ដើមលក់នៅក្នុងផ្សារទំនើប K-Mall បើតាមការបង្ហោះរបស់លោកគ្រូផល្លាកាលពី2ថ្ងៃមុនបានបញ្ជាក់ថាកម្មវិធីលក់អាវនៅផ្សារទំនើប K-Mall នេះគឺលក់នៅថ្ងៃសុក្រទី12និងថ្ងៃសៅរ៍ទី13ចាប់ពីម៉ោង9ព្រឹកដល់ម៉ោង9យប់ចំណែកឯថ្ងៃអាទិត្យទី14ខែមិថុនាគឺលក់ចាប់ពីម៉ោង7ព្រឹកដល់ម៉ោង11ព្រឹកនៅផ្សារទំនើប K-Mall ផ្លូវវែងស្រេងតាមវីដេអូរបស់លោកគ្រូផល្លាបានបញ្ជាក់និងបានបង្ហោះកាលពីប្រហែលថ្ងៃមុនបានឲ្យដឹងថាកម្មវិធីលក់អាវនេះគឺធ្វើឡើងដើម្បីប្រមូលថវិកាសាងសង់ផ្ទះរបស់កូនប្រុសនៅឯមណ្ឌល Mature ពុកម៉ែបងប្អូនបានឃើញស្រាប់នេះគឺជាសកម្មភាពនៃការសាងសង់ផ្ទះរបស់កូនប្រុសដែលលោកគ្រូបានរៀបរាប់និងបានបញ្ជាក់អំពីការត្រូវការដូចជាប្រភេទសម្ភារៈសំណង់នៅក្នុងនោះមានដូចជាឥដ្ឋស៊ីម៉ង់ដែកដើម្បីទិញបង្គ្រប់យកទៅសាងសង់បង្ហើយនៃផ្ទះរបស់កូនប្រុសហើយកម្មវិធីលក់អាវនេះគឺបានធ្វើនៅឯផ្សារទំនើប K-Mall ដោយលោកគ្រូផល្លាបានតែងតែនិយាយថាបឹងទៅលើគាត់តែម្នាក់ឯងមិនបានឡើយដូច្នេះហើយគឺទាល់តែមានការចូលរួមចំណែកពីពុកម៉ែបងប្អូនពូមីងលោកយាយលោកតាដើម្បីជួយគាំទ្រនិងជួយចូលរួមចែករំលែកនូវក្តីស្រឡាញ់ការចូលរួមចំណែកនិងការផ្ដល់អាហារពេញមួយឆ្នាំបន្ថែមទៀតសម្រាប់កូនទាំងឡាយមិនថាកូនប្រុសឬកូនស្រីនៅមណ្ឌល Mature នោះទេនេះគឺជាអ្វីដែលបងប្អូនតែងតែឃើញសកម្មភាពរបស់លោកគ្រូផល្លានៅខាងក្រោយខ្នងរបស់គាត់តាមវីដេអូរបស់គាត់ឃើញហើយសសរដែកឥដ្ឋស៊ីម៉ង់ដែលគាត់បានរៀបរាប់នៅក្នុងវីដេអូនិងគ្រោងផ្ទះរបស់កូនកំពុងតែចេញជារូបរាងបណ្ដើតាមរយៈការជួយជ្រោមជ្រែងតាមរយៈការចូលរួមចំណែកបង្ហាញក្តីស្រឡាញ់របស់ពុកម៉ែបងប្អូនលោកយាយលោកតាអាវមួយជួយអាហារកុមារ Mature មួយឆ្នាំសម្រាប់អាវមានពណ៌សពណ៌ខ្មៅពណ៌លឿងនិងផ្ទៃមេឃទំហំមាន S M L XL និង 2XL សម្រាប់មនុស្សធំចំណែកឯអាវកូនក្មេងមានលេខ3លេខ5លេខ7លេខ9និងលេខ11គាត់បានចូលរួមជួយតាមកិច្ចការទិញអាវនេះចឹងឲ្យគាត់មានមោទនភាពទៅលើខ្លួនគាត់ដែរសោកអាវនេះពេលណាពាក់អាវនេះពេលណាមានអារម្មណ៍ថាអូខ្ញុំបានចូលរួមជួយជីវិតរបស់កម្រាដែរមិនមែនមានតែខ្ញុំមួយទេបាទមានបងប្អូនទាំងអស់គ្នាបាទបានចូលរួមជួយបាទនេះហើយជាគុណតម្លៃនៃអាវមួយនេះបាទអរគុណបងបាទ